រឿងព្រះតេសៈសេចក្តីខាងដើមព្រះសាស្តាកាលគង់នៅក្នុងវត្តចេតពុនទ្រង់ប្រារព្ធព្រះថេរៈឈ្មោះតេសៈបានត្រាស់នៅព្រះធម្មទេសនានេះថាអកោជាម៉ាំងអវតិម៉ាំងជាដើមព្រះតេសថេជាអ្នកទូនមានលំបាកនិងប្រកាន់ខ្លួនបានឮមកថាព្រះតេសថេនោះជាអរោះនៃព្រះមេត្តាឆារបស់ព្រះមានព្រះភិក្ខព្រះអង្គម្ចាស់មីងខាងមេត្តាបួសក្នុងកាលនៃខ្លួនជាមនុស្សចាស់បរិភោគលៀបសក្ការៈដែលកើតឡើងក្នុងព្រះពុទ្ធសាសនាមានរាងកាយធំធាត់មានជីវរដែលបុគ្គលដំទូទៅនិងដំត្រឡប់ហើយដោយច្រើនអង្គុយក្នុងឧបដ្ឋានសាលាភិក្ខុអគន្តកៈទាំងឡាយមកដើម្បីប្រយោជន៍និងគាល់ព្រះតថាគតទៅកាន់សំណាក់របស់លោកដោយសម្គាល់ថានេះជាព្រះមហាធេរៈដូច្នេះហើយសួរដល់វត្តសួរដល់កិច្ចគួរធ្វើមានច្របាច់ជើងជាដើមលោកអង្គុយស្ងៀមគ្រានោះភិក្ខុកំឡោះមួយអង្គសួរលោកថាលោកមានវស្សាប្រមាណលោកឆ្លើយថាមិនទាន់មានវស្សាទេខ្ញុំប្រកាសរណាបួសក្នុងការដែលខ្លួនជាមនុស្សចាស់ទៅពោលថាមនាលអវសោអ្នកជាមនុស្សដែលគេប្រដៅបានដោយក្រអ្នកមិនស្គាល់ប្រមាណរបស់ខ្លួនអ្នកឃើញព្រះមហាធេរៈមានប្រមាណប៉ុណ្ណេះហើយមិនធ្វើវត្តសំបីតែសម័យជាកម្មកាលព្រះធេរៈទាំងនោះសួរដល់វត្តដោយអើពើលោកអង្គុយស្ងៀមសំបីត្រឹមតែការរង្គៀសក៏មិនមានដល់លោកដូច្នេះទៅប្រហារនៅម្រាមដៃលោកញ៉ាំងខត្តយៈមានអ្នកឲ្យកើតឡើងហើយសួរថាពួកលោកមកកាន់សំណាក់នរណាកាលអគន្តកៈភិក្ខុទៅនោះឆ្លើយថាមកកាន់សំណាក់របស់ព្រះសាស្តាទៅពោលថាពួកលោកស្មានតែខ្ញុំជានរណាខ្ញុំនឹងកាត់ភាពជាសមណៈរបស់ពួកលោកចេញឲ្យទាល់តែបានដូច្នេះហើយកើតទុកមិនសុខចិត្តយំដើរទៅកាន់សំណាក់របស់ព្រះសាស្តាព្រះតេសៈទូលរឿងចំពោះព្រះសាស្តាគ្រានោះព្រះសាស្តាត្រាស់សួរលោកថាមនាលតេសៈព្រោះហេតុអ្វីទើបអ្នកកើតទុកអអន់ចិត្តមានមុខទៅទឹកដោយទឹកភ្នែកស្រែកយំមកកាន់សំណាក់របស់តថាគតចំណែកភិក្ខុទាំងនោះគឺភិក្ខុអគន្តកៈគិតថាភិក្ខុនោះអាចទៅធ្វើនៅអំពើដែលមិនគប្បីអ្វីមួយដូច្នេះទៅជាមួយនឹងព្រះតេសៈនោះដែរថ្វាយបង្គំព្រះសាស្តាឲ្យអង្គុយក្នុងទីដ៏សមគួរមួយព្រះតេសៈនោះដែលព្រះសាស្តាត្រាស់សួរហើយបានក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនភិក្ខុទាំងនេះជេរខ្ញុំព្រះអង្គព្រះសាស្តាមនាលតេសៈតើអ្នកឯងអង្គុយនៅទីណាតេសៈបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គគង់ក្នុងឧបដ្ឋានសាលាព្រះសាស្តាពេលដែលភិក្ខុទាំងនេះមកអ្នកឯងបានឃើញដែរឬទេតេសៈបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គឃើញព្រះសាស្តាតើអ្នកបានក្រោកឡើងទទួលដែរឬទេតេសៈបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គមិនបានធ្វើទេព្រះសាស្តាតើអ្នកឯងបានសួរដោយអើពើដល់ការទទួលបរិខាររបស់ភិក្ខុទាំងនោះដែរឬទេតេសៈបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គមិនបានសួរដោយអើពើទេព្រះសាស្តាអ្នកបានសួរដោយអើពើដល់ធម្មទំនៀមឬឆាន់ទឹកដែរឬទេតេសៈបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គមិនបានសួរដោយអើពើទេព្រះសាស្តាតើអ្នកឯងមាននាំអាសនៈមកហើយធ្វើការច្របាច់ជើងឲ្យដែរឬទេតេសៈបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គមិនបានធ្វើទេព្រះតេសៈមិនព្រមសូមខមាទោសភិក្ខុសង្ឃព្រះសាស្តាមនាលតេសៈវត្តទាំងពួងនោះអ្នកគួរធ្វើដល់ភិក្ខុចាស់កាលដែលអ្នកមិនធ្វើវត្តទាំងពួងនោះហើយអង្គុយនៅក្នុងវិហារមិនសមគួរឡើយទោសរបស់អ្នកឯងមានអ្នកឯងចូលសូមទោសភិក្ខុទាំងឡាយនោះចុះតេសៈបបិទ្ធព្រះអង្គដ៏ចម្រើនភិក្ខុទាំងនេះបានជាខ្ញុំព្រះអង្គមិនសូមខមាទោសទេព្រះសាស្តាមនាលតេសៈអ្នកកុំធ្វើយ៉ាងនេះឡើយទោសរបស់អ្នកមានអ្នកចូលសូមទោសភិក្ខុទាំងនោះចុះតេសៈបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គមិនសូមទោសភិក្ខុទាំងនេះទេគ្រានោះព្រះសាស្តាកាលភិក្ខុទាំងឡាយក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនព្រះតេសៈនេះជាអ្នកទូលមានបានដោយកម្រដូច្នេះហើយត្រាស់ថាមនាលភិក្ខុទាំងឡាយតេសៈនេះមិនមែនជាអ្នកដែលគេទូលមានបានដោយកម្រតែក្នុងការលើនេះប៉ុណ្ណោះទេសម្បីក្នុងកាលមុនតេសៈនេះក៏ជាអ្នកទូលមានបានដោយកម្រដូចគ្នាដែរ
កាលភិក្ខុតនោះក្រាបទូលថាបបិទ្ធព្រះអង្គដោយចម្រើនខ្ញុំព្រះអង្គទាំងឡាយជ្រាបថាលោកជាអ្នកទូលមានបានដោយកម្រតែក្នុងកាយឥឡូវនេះប៉ុណ្ណោះលោកបានធ្វើកម្មអ្វីទុកក្នុងអតីតកាលដូច្នេះហើយក៏ទ្រង់នាំរឿងអតីតមកបុព្វកម្មរបស់ព្រះទេសៈក្នុងអតីតកាលកាលព្រះបាទពារាណសីសោយរាជសម្បត្តិនៅក្នុងក្រុងពារាណសីមានតាបសម្នាក់ឈ្មោះទេវលនៅក្នុងហមវ័នប្រទេស8ខែប្រាថ្នានឹងចូលទៅអាស្រ័យព្រះនគរ4ខែដើម្បីត្រូវការនឹងសេពរសប្រៃនិងរសជូរទើបចេញចាកហមវ័នប្រទេសចូលទៅកាន់ព្រះនគរជួបអ្នកយាមទ្វារព្រះនគរទើបសួរថាពួកបព្វជិតដែលមកដល់ព្រះនគរនេះហើយតែងសម្រាប់នៅទីណាអ្នកយាមទ្វារព្រះនគរប្រាប់ថាក្នុងរោងនាយស្មុនឆ្នាំងលោកម្ចាស់តាបោះនោះទៅកាន់រោងនាយស្មុនឆ្នាំងហើយឈរទៀបទ្វារពោលថាបើលោកមិនធ្ងន់ចិត្តមិនចង្អៀតចង្អល់ចិត្តទេអាត្មាសូមសម្រាកនៅក្នុងរោងនេះមួយយប់ស្មុនឆ្នាំងពោលថាពេលយប់កិច្ចរបស់ខ្ញុំក្នុងរោងនេះមិនមានទេរោងធំនិមន្តលោកទៅតាមសបាយចុះដូច្នេះហើយក៏ថ្វាយរោងដល់តាបោះនោះការលោកចូលទៅសំអង្គុយហើយមានតាបោះមួយអង្គទៀតឈ្មោះនារតៈមកអំពីហមវ័នប្រទេសដែរបានសុំស្មុនឆ្នាំងសម្រាកមួយរាត្រីស្មុនឆ្នាំងគិតថាយើងមិនដឹងថាតាបោះអង្គដែលនិមន្តមកមុននោះមានសេចក្តីសប្បាយនឹងតាបោះអង្គនេះដែរឬក៏អត់យើងមិនដឹងយើងនឹងដោះខ្លួនចេញដូច្នេះហើយទើបពោលថាបើតាបោះដែលចូលទៅមុននោះពេញចិត្តសូមលោកសម្រាកនៅតាមការពេញចិត្តនៃតាបោះអង្គមុននោះចុះនារតៈតាបោះចូលទៅរកទេវលតាបោះហើយពោលថាបបិទ្ធលោកអាចារ្យបើលោកមិនធ្ងន់ចិត្តទេខ្ញុំសូមសម្រាកនៅក្នុងរោងនេះមួយរាត្រីផងកាលទេវលតាបោះពោលថារោងធំសូមលោកចូលទៅនៅក្នុងចំណែកមួយចុះដូច្នេះហើយទើបចូលទៅអង្គុយក្នុងទី1ទោសនៃការដេកខុសកន្លែងតាបោះទាំងពីររូបនោះនិយាយប្រស្រ័យគ្នាឲ្យកើតការរលឹកដល់គ្នានឹងគ្នាហើយក្នុងវេលាដេកនារតៈតាបោះកំណត់ទីដេកនៃទេវលតាបោះនឹងទ្វារហើយទើបដេកចំណែកទេវលតាបោះកាលនឹងដេកមិនបានដេកក្នុងទីកន្លែងរបស់ខ្លួនទេត្រឡប់មកដេកទៅតឹងត្រង់កណ្ដាលទ្វារនារតៈតាបោះកាលចេញទៅក្នុងរាត្រីបានជន់ត្រង់ចេដារបស់ទេវលតាបោះការលោកពោលថានរណាជន់យើងនារតៈតាបោះពោលថាបបិទ្ធលោកអាចារ្យខ្ញុំទេវលតាបោះណាចេដាល់កងហេតុដូចម្ដេចទៅលោកជន់ចេដារបស់យើងនារតៈតាបោះបបិទ្ធលោកអាចារ្យខ្ញុំមិនដឹងថាលោកអាចារ្យដេកទីនេះសូមលោកអាចារ្យអត់ទោសឲ្យខ្ញុំផងការលោកកំពុងរអ៊ូរទាំនោះឯងនារតៈតាបោះក៏បានចេញទៅខាងក្រៅទេវលតាបោះក្រៅនេះគិតថាតាបោះរូបនេះចូលមកវិញនឹងក៏បីជន់យើងទៀតដូច្នេះហើយទើបដេកត្រឡប់ក្បាលទៅចុងជើងវិញចំណែកនារតៈតាបោះការនឹងចូលទៅគិតថាកាលពីដំបូងយើងបានធ្វើខុសហើយចំពោះលោកអាចារ្យឥឡូវនេះយើងចូលទៅតាមចំណែកនៃចុងជើងរបស់លោកវិញដូច្នេះហើយក៏ដើរចូលទៅបានជន់ត្រង់ករបស់ទេវលតាបោះការលោកពោលថានរណាហ្នឹងទើបឆ្លើយថាបបិទ្ធលោកអាចារ្យខ្ញុំការលោកពោលថាណែចដាល់កងកាលពីដំបូងលោកជន់ត្រង់ចដារបស់យើងឥឡូវនេះជន់ត្រង់ករបស់យើងទៀតយើងនឹងដាក់ផ្ដាសាលោកទើបពោលថាបបិទ្ធលោកអាចារ្យទោសរបស់ខ្ញុំមិនមានខ្ញុំមិនដឹងថាលោកអាចារ្យដេកយ៉ាងនេះខ្ញុំគិតដូច្នេះថាកាលពីដំបូងយើងបានធ្វើខុសហើយឥឡូវនេះយើងនឹងចូលទៅតាមចំណែកនៃជើងរបស់លោកវិញដូច្នេះសូមលោកអត់ទោសឲ្យខ្ញុំផងចុះតាបោះទាំងពីរនាក់ដាក់ផ្ដាសាគ្នាទេវលតាបោះណែចដាល់កងយើងនឹងដាក់ផ្ដាសាលោកនារតៈតាបោះបបិទ្ធលោកអាចារ្យលោកកុំធ្វើយ៉ាងនេះឡើយលោកមិនអើពើនឹងពាក្យសម្ដីរបស់នារតៈតាបោះនោះនៅតែចេះដាក់ផ្ដាសានារតៈតាបោះនោះដោយគាថាព្រះអាទិត្យមានរស្មីទាំងពាន់មានដីជះទាំងរយមានប្រក្រតីកំចាត់ងងឹតលុះព្រះអាទិត្យរះឡើងមកក្នុងវេលាព្រឹកសូមក្បាលរបស់លោកបែកចេញជា7ចម្រៀកនារតៈតាបោះពោលថាបបិទ្ធលោកអាចារ្យទោសរបស់ខ្ញុំមិនមានកាលខ្ញុំកំពុងតែពោលលោកបានផ្ដាសាទោសរបស់អ្នកណាមានសូមក្បាលរបស់អ្នកនោះបែកចុះរបស់អ្នកណាមិនមានចូលកុំបែកឡើយដូច្នេះហើយបានដាក់ផ្ដាសាដោយគាថា
ព្រះអាទិត្យមានរស្មីទាំងពាន់មានដេកជះទាំងរយមានប្រក្រតីកំចាត់ងងឹតលុះព្រះអាទិត្យរះឡើងមកក្នុងវេលាព្រឹកសូមក្បាលរបស់លោកចូលបែកចែងជា7ចំណែកក៏និរតៈតបោះនោះមានអានុភាពច្រើនអាចរលឹកជាតិបាន80កាប់គឺក្នុងអតីតកាល40កាប់ក្នុងអនាគតកាល40កាប់ព្រោះហេតុនោះលោកគិតដូច្នេះថាតើបណ្ដាសានឹងធ្លាក់ទៅលើនរណាណោះកាលពិចារណាទៅក៏ដឹងថានឹងធ្លាក់ទៅលើលោកអាចារ្យអាស្រ័យសេចក្តីករុណាចំពោះលោកអាចារ្យទៅហាមអរុណកុំឲ្យរះឡើងដោយកម្លាំងរិទ្ធប្រជាជនក្តៅក្រហាយរហូតដល់ព្រះរាជាអ្នកនគរកាលអរុណមិនរះឡើងក៏នាំគ្នាទៅកាន់ទ្វារព្រះរាជវាំងហើយក្រាបទូលព្រះរាជាថាបបិទ្ធព្រះសម្មាទិទេពកាលព្រះអង្គគ្រប់គ្រងរាជសម្បត្តិអរុណមិនរះឡើងសូមព្រះអង្គទ្រង់មេត្តាញ៉ាំងអរុណរះឲ្យឡើងដើម្បីខ្ញុំព្រះអង្គទាំងឡាយចុះព្រះរាជាទ្រង់ពិចារណានៅចរិយានុវត្តមានកាយកម្មជាដើមរបស់ព្រះអង្គមិនឃើញនៅកម្មដែលមិនសមគួរតិចតួចណាស់ណាឡើយទើបទ្រង់ព្រះតម្រេះដូច្នេះថាតើមានហេតុអ្វីណោះទ្រង់រង្គេះថាប្រកាសជាពួកបព្វជិតវិវាទគ្នាហើយដូច្នេះហើយទើបត្រាស់សួរថាពួកបព្វជិតក្នុងព្រះនគរនេះមានខ្លះដែរឬទេកាលមានអ្នកក្រាបទូលថាបបិទ្ធមហារាជកាលពីល្ងាចម្សិលមានពួកបព្វជិតមកកាន់រូងរបស់ស្មួនឆ្នាំងព្រះរាជាមានរាជបរោះកាន់គប់ភ្លើងស្ដេចទៅកាន់ទីនោះក្នុងគណៈនោះឯងទ្រង់ថ្វាយបង្គំព្រះនិរតៈតាបោះហើយទ្រង់ប្រថាប់នៅក្នុងទីដ៏សមគួរហើយត្រាស់សួរថាបបិទ្ធព្រះនិរតៈតាបោះការងារទាំងឡាយនៃអ្នកចម្ពោះទ្វីបរមែងប្រព្រឹត្តទៅមិនបានលោកកើតងងឹតហើយព្រោះហេតុអ្វីលោកដែលខ្ញុំសួរហើយចូលប្រាប់នៅហេតុនោះដល់ខ្ញុំនិរតៈតាបោះដំណើររឿងទាំងអស់ថ្វាយព្រះរាជាហើយពោលទៅកាន់ព្រះរាជាថាថ្វាយព្រះពរមហារាជអាត្មាភាពត្រូវតាបោះរូបនេះផ្ដាសាហើយដោយហេតុនេះកាលបើដូច្នោះទើបបានផ្ដាសាថាទោសរបស់ខ្ញុំមិនមានពាក្យផ្ដាសាចូលមានដល់បុគ្គលនោះចុះលោកផ្ដាសាហើយទើបគិតថាតើទោសនៃការផ្ដាសានេះនឹងមានដល់អ្នកណាណោះកាលពិចារណាទៅក៏ឃើញថាកាលព្រះអាទិត្យរះឡើងក្បាលរបស់អាចារ្យនឹងបែកជា7ចំណែកដូច្នេះហើយអាស្រ័យសេចក្តីអនុគ្រោះចំពោះលោកទើបអាត្មាភាពទប់អរុណមិនឲ្យរះឡើងព្រះរាជាត្រាស់សួរថាបបិទ្ធលោកដល់ចម្រើនតើធ្វើយ៉ាងណាទៅដើម្បីឲ្យលោករួចផុតអំពីអន្តរាយបែបនេះនិរតៈតាបោះប្រសិនបើលោកសូមទូអាត្មាភាពលោកនឹងរួចផុតអំពីអន្តរាយព្រះរាជាបើដូច្នោះលោកចូលសូមទោសចុះទេវលតាបោះចេដិលនោះជួនអាត្មាភាពត្រង់ចដានិងត្រង់កអាត្មាភាពមិនព្រមសូមទោសចេដិលកងនេះទេព្រះរាជាបបិទ្ធលោកដល់ចម្រើនសូមលោកចូលសូមទោសនិរតៈតាបោះចុះលោកកុំធ្វើយ៉ាងនេះឡើយទេវលតាបោះពោលថាអាត្មាភាពមិនព្រមសូមទោសទេសូម្បីព្រះរាជាត្រាស់ថាបើលោកមិនសូមទោសនិរតៈតាបោះទេក្បាលរបស់លោកនឹងបែកជា7ចម្រៀកដូច្នេះហើយក៏នៅតែមិនព្រមសូមទោសទៀតគណៈនោះព្រះរាជាត្រាស់នឹងលោកថាលោកមិនព្រមសូមទោសតាមការពេញចិត្តរបស់ខ្លួនទេដូច្នេះហើយទើបបញ្ជាឲ្យរាជបរោះចាប់ទេវលតាបោះនោះត្រង់ដៃត្រង់ជើងត្រង់ពោះត្រង់កឲ្យអោនចុះទៀបបាតមូលរបស់និរតៈតាបោះនិរតៈតាបោះពោលថាបបិទ្ធអាចារ្យអញ្ជើញក្រោកឡើងចុះខ្ញុំព្រមអត់ទោសឲ្យដល់លោកហើយដូច្នេះហើយពោលទៅកាន់ព្រះរាជាថាថ្វាយព្រះពរមហារាជតាបោះរូបនេះមិនបានសូមទោសអាត្មាភាពតាមការពេញចិត្តទេមានស្រះនៅមិនឆ្ងាយអំពីទីនេះសូមមហារាជបញ្ជាឲ្យលោកឈរទូលដុំដីស្អិតត្រាំទឹកនៅក្នុងស្រះនោះត្រឹមកចុះព្រះរាជាក៏បញ្ជាឲ្យធ្វើយ៉ាងនោះនិរតៈតាបោះហៅទេវលតាបោះមកហើយពោលថាបបិទ្ធលោកអាចារ្យកាលណាខ្ញុំប្រឡែងរិទ្ធហើយពន្លឺព្រះអាទិត្យតាំងឡើងលោកក៏បីមុជចុះក្នុងទឹកហើយទៅងើបឡើងទីដតីចុះដំដីស្អិតលើក្បាលរបស់ទេវលតាបោះនោះលុះរស្មីព្រះអាទិត្យពណ៌ត្រូវហើយក៏បែកជា7ចម្រៀកទេវលតាបោះនោះក៏មុជចុះទៅកាន់ទីដតីពាមិនស្ងប់ដោយការចងពៀព្រះសាស្តាលុះទ្រង់នាំព្រះធម្មទេសនានេះមកហើយបានទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយព្រះរាជាក្នុងកាលនោះបានមកជាអានន្ទក្នុងកាលឥឡូវនេះទេវលតាបោះបានមកជាទេសៈ
និរតតបោះបានមកជាយើងតថាគតនេះឯងសម័យក្នុងកាលនោះតែសៈនេះក៏ជាអ្នកដែលគេទូលមានបានដោយកម្រយ៉ាងនេះដែរដូច្នេះហើយបញ្ជាឲ្យហៅទេសថេមកហើយត្រាស់ថាមនិទេសៈបើភិក្ខុណាគិតថាយើងត្រូវអ្នកឯណោះជាត្រូវអ្នកឯណោះប្រហារត្រូវអ្នកឯណោះឈ្នះអ្នកឯណោះបានលួចទ្រព្យរបស់យើងទៅហើយដូច្នេះពាក្យរបស់ភិក្ខុនោះមិនស្ងប់ឡើយតែកាលភិក្ខុបញ្ចូលទៅចងពាក្យយ៉ាងនោះទុកពាក្យរមែងស្ងប់ទៅបានដូច្នេះហើយបានទ្រង់ភាសិតប្រគាថាតនិថាអកោជាម៉ាំងអវតិម៉ាំងអជិនិម៉ាំងអហាសិមេយេចតាំងឧបនយហន្តិវេរាំងទេសੰនិសមតិអកោជាម៉ាំងអវតិម៉ាំងអជិនិម៉ាំងអហាសិមេយេចតាំងនូបយនហន្តិវេរាំងទេសោបសមតិបើនរណាចូលទៅចងសេចក្តីក្រោធនោះទុកថាអ្នកឯណោះបានជេរអញអ្នកឯណោះបានប្រហារអញអ្នកឯណោះបានផ្ចាញ់អញអ្នកឯណោះបានលួចយកទ្រព្យរបស់អញទៅហើយដូច្នេះពាក្យរបស់អ្នកនោះមិនរងាប់ឡើយអ្នកឯណោះបានជេរអញអ្នកឯណោះបានប្រហារអញអ្នកឯណោះបានផ្ចាញ់អញអ្នកឯណោះបានលួចយកទ្រព្យរបស់អញទៅហើយបើអ្នកណាមិនចូលទៅចងសេចក្តីក្រោធបែបនោះទុកដូច្នេះពាក្យរបស់អ្នកនោះទើបស្ងប់បានអធិប្បាយគាថាបណ្ណាបទនុបទថាអកោឆេគឺជាហើយបទថាវធិគឺប្រហារហើយបទថាអជិនិគឺបានឈ្នះយើងដោយការអាងសាកសីកោងខ្លះដោយការពោលប្រកែកខ្លះដោយការធ្វើឲ្យក្រៃលែងជាងការធ្វើខ្លះបទថាហាសិគឺអ្នកឯណោះបានលួចយកទ្រព្យទាំងឡាយមានសម្ពុតជាដើមពីបទថាយេចតាំងជាដើមសេចក្តីថាជនពួកណាមួយគឺទេវតាឬមនុស្សគ្រោះឬបាបចិត្តចូលទៅចង់សេចក្តីក្រោធថាអ្នកឯណោះបានជាយើងដោយពួកអ្នកបរទេសចងនឹមនៃរទេសដោយមេកំព្រានិងដោយពួកអ្នកប្រមាញ់ចងវត្ថុមានត្រីស្អុយជាដើមដោយវត្ថុទាំងឡាយមានស្បូវភ្លៀងជាដើមរឿយពីរបស់ជនទៅនោះកើតឡើងហើយរមែងមិនស្ងប់គឺថារមែងមិនស្ងប់រងាប់ឡើយបាទនៃប្រគាថាយេចតាំងនោះបណយហន្តិសេចក្តីថាជនទាំងឡាយណាមិនចូលទៅចងសេចក្តីក្រោធបែបនោះទុកគឺមានពាក្យជេរជាដើមដោយការមិនរលឹកដល់នឹងការមិនធ្វើទុកក្នុងចិត្តខ្លះឬដោយអំណាចការពិចារណាឃើញកម្មយ៉ាងនេះថាអ្នកណាមួយដែលថាជាអ្នកមិនមានទោសសូម្បីលោកក៏ធ្លាប់គេជេរប្រហារគេធ្លាប់អាងសាកសីកោងឈ្នះគេធ្លាប់លួចយកទ្រព្យរបស់អ្នកដទៃដែរព្រោះដូច្នោះពេលនេះសូម្បីលោកមិនមានកំហុសហើយបានទទួលផលដែលមិនគួរប្រាថ្នាមានពាក្យជេរជាដើមវាសំគួរនឹងកម្មដែលអ្នកបានធ្វើហើយដូច្នេះខ្លះពាក្យរបស់ជនទាំងនោះសូម្បីកើតហើយដោយសេចក្តីប្រមាទរមែងស្ងប់ទៅបានដោយការមិនចងនៅសេចក្តីក្រោធទុកដោយភ្លើងព្រៃមានរំកាច់អស់ហើយដូច្នោះក្នុងកាលចប់ទេសនាភិក្ខុមួយសែនបានសម្រេចអរិយផលទាំងឡាយមានសត្តាបត្តផលជាដើមព្រះធម្មទេសនាបានជាកថាមានប្រយោជន៍ដល់មហាជនយ៉ាងច្រើនព្រះទេសថេដែលជាមនុស្សប្រដៅក្រនោះក៏คล้ายទៅជាមនុស្សប្រដៅនិយាយរឿងព្រះទេសៈចប់